ពេលបងប្អូនបើកឡានចេញពីកាណាដាឆ្លងដែនចូលមកខាងអាមេរិកវិញណាកុំភ្លេចឈៀងចូលលេង Niagara នៅខាង New York ផងព្រោះអីវានៅក្បែរនឹងដែរទេកុំឲ្យស្ដាយយើងទៅមួយជើងហើយឲ្យបានទាំងសងខាងពេលខ្ញុំទៅហ្នឹងគឺពេលព្រឹកដល់អញ្ចឹងទៅវាស្ងាត់អត់សូវមានមនុស្សទេហើយបងប្អូនឃើញឥន្ទនូខ្ញុំមិនដឹងថាតើកន្លែងហ្នឹងវាមានឥន្ទនូអញ្ចឹងរាល់ថ្ងៃឬក៏អត់ទេណាប៉ុន្តែពេលខ្ញុំទៅហ្នឹងឃើញឥន្ទនូបងប្អូនអើយស្អាតមែនតើចានិយាយទៅខ្ញុំមានអារម្មណ៍ថាទេសភាពវាមួយយ៉ាងម្នាក់គ្រាន់តែសម្រាប់ខ្ញុំចូលចិត្តហើយគិតថាខាងកាណាដាហ្នឹងរៀងស្អាតជាងបន្តិចដោយសារអីខ្ញុំចូលចិត្តមើលវាដូចថាចំពីមុខវាមានលក្ខណៈដូចយើងអង្គុយនៅមាត់ទន្លេហើយយើងមើលទៅត្រូវម្ខាងអញ្ចឹងបើនៅខាងញូវយ៉កនេះគឺយើងមើលពីលើចុះវិញគឺដូចកន្លែងអញ្ចឹងខ្ញុំឈរកន្លែងហ្នឹងវាឃើញទឹកជ្រោះហូរពីលើចុះហើយយើងមើលឃើញទឹកទៅខាងក្រោមអញ្ចឹងវិញវាស្អាតមួយយ៉ាងដែរគ្រាន់តែចំណូលចិត្តខ្ញុំស្រឡាញ់ខាងនោះច្រើនជាងបើសិនជាបងប្អូនបានឃើញវីដេអូខ្ញុំមុនបង្ហាញអំពីទឹកជ្រោះ Niagara នៅខាងកាណាដាតើបងប្អូនមានយោបល់យ៉ាងណាដែរតើបងប្អូនគិតថានៅខាងកាណាដាស្អាតជាងឬខាងញូវយ៉កស្អាតជាង